ចាសសូមជម្រាបសួរប្រិយមិត្តទាំងអស់ជាទីមេត្រីថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនប្រិយមិត្តឲ្យបានស្គាល់នៅផ្កាបាឡាំងនៅពេលរយៈចាដែលភាសាតាមតំបន់គេហៅថាប្រទាល100គុណចាផ្ការំទឹករំឬក៏ព្រះ100ផ្កានេះគឺមានឈ្មោះបែបវិជ្ជសាស្ត្រគឺប៉ាឡែនណូហ្វូរ៉ាផ្កាបាឡាំងណូពេលរយៈគឺជាប៉ារ៉ាស៊ីតជាតិម្យ៉ាងដែលច្រើនរស់នៅនិងអាស្រ័យទៅលើរុក្ខជាតិផ្សេងទៀតចិញ្ចឹមជីវិតពួកវាដោយការស្រូបយកសារធាតុចិញ្ចឹមពីប្រព័ន្ធឬរុក្ខជាតិដទៃទៀតភូគាពួកនេះមានដើមសន្តានដូចជាផ្កាខ្នុរប៉ុន្តែមានពណ៌ស្រស់ជាងនិងតូចជាងផ្កាខ្នុរដែលមានកម្ពស់ប្រហែល6ទៅ8សង់ទីម៉ែត្រតួដើមមានសន្តានលូតលាស់មិនត្រង់ដុះក្នុងដីប្រវែង2ទៅ3សង់ទីម៉ែត្រស្លឹកមានទំហំតូចល្អិតលូតឆ្លាស់គ្នានិងមានចំនួនប្រហែល3ទៅ6គូក្នុងមួយដើមផ្កាច្រើនលូតចេញពីគុម្ពមានពណ៌លឿងស្រស់ហើយផ្កាទាំងនេះមានកេសរញីឈ្មោលនៅលើតួដើមផ្សេងគ្នាគុម្ពផ្កាចាស់ច្រើនមានសំណុំគុម្ពផ្កាលូតលាស់ច្រើននៅជុំវិញគុម្ពរបស់វាត្រឹមដីដែលជាទូទៅមានចំនួនប្រហែលចាប់ពី10ផ្កាឡើងគុម្ពឈ្មោលមានសន្តានវែងនិងមានរាងស្ទើការ៉េដែលមានប្រវែងចន្លោះពី3ទៅ10សង់ទីម៉ែត្រនិងទទឹងពី2ទៅ6សង់ទីម៉ែត្រជាមួយទងផ្កាមានប្រវែងចន្លោះពី7ទៅ10មីលីម៉ែត្រតួផ្កាមានរាងជាកំពូលមុំស្រួចឬរាងមូលទ្រវែងដូចក្រពុំឈូកដែលមានប្រវែង5មីលីម៉ែត្រផ្កាបាឡាំងណូពេលរយៈមានចំនួនច្រើនដែលរីកក្នុងទងតែមួយនៅលើតួផ្កានីមួយៗមានស្រទាប់ប្រហែល4ទៅ5ស្រទាប់មានពណ៌លឿងស្រាលនិងទងកេសរឈ្មោលមានចំនួន4ទៅ5ទងដែលលូតស្របបណ្ដោយនៃទងផ្កាតួផ្កាឈ្មោលតែងមានរាងសំប៉ែតជ្រុងមានប្រវែងចន្លោះពី2.5ទៅ5មីលីម៉ែត្រផ្នែកទងកេសរក្រោមមានរាងដូចក្រចកសេះចំណែកគុម្ពផ្កាញីមានរាងពងក្រពើមើលពីចម្ងាយមានសន្តានដូចសុទ្ធតួផ្កាមានពណ៌ក្រហមត្នោតឬក្រហមដែលមានប្រវែងចន្លោះពី1ទៅ6សង់ទីម៉ែត្រនិងទទឹងពី1ទៅ4សង់ទីម៉ែត្រដែលមានផ្កាតូចរីកនៅលើកន្សោមទងផ្កាតែមួយផ្កាបាឡាំងណូពេលរយៈច្រើនមានដុះនៅក្នុងបណ្ដាប្រទេសមួយចំនួនដូចជាម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងនៅបណ្ដុំកោះម៉័រណេអូនិងបណ្ដាប្រទេសមួយចំនួនទៀតនៅទ្វីបអាស៊ីអាគ្នេយ៍នៅប្រទេសកម្ពុជាយើងដើមនេះមានវត្តមាននៅតាមតំបន់ព្រៃធំស្ទើរទូទាំងប្រទេសពិសេសនៅតំបន់ព្រៃដែលមានសំណើមខ្ពស់ក្នុងរយៈកម្ពស់រហូតដល់ចាប់ពី200ទៅ1500ម៉ែត្រពីនីវ៉ូទឹកសមុទ្ររដូវដែលផ្កាបាឡាំងណូពេលរយៈរីកគឺនៅចន្លោះពីខែវិច្ឆិកាដល់ខែកុម្ភៈចាប្រិមិត្តជាទីមេត្រីការរៀបរាប់ពីផ្កាណូពេលរយៈចាខាងលើគឺបានមកដល់ទីបញ្ចប់ដែរចាអរគុណប្រិមិត្តទាំងអស់ដែលបានចំណាយពេលវេលាចាទស្សនានិងស្ដាប់នៅវីដេអូរបស់នាងខ្ញុំចា
ក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាបងប្អូនកុំភ្លេចរងចាំទស្សនានៅវីដេអូថ្មីរបស់នាងខ្ញុំជាបន្តបន្ទាប់ទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នានៅវីដេអូ